សូមអនុមោទនាបុណ្យថ្ងៃនេះគឺជាថ្ងៃសិលសូមប្រកេតបុណ្យជូនបុណ្យពុទ្ធបរិស័ទសម្រាប់វត្តសវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតស្ថិតនៅក្នុងភូមិដាំស្ពៃសង្កាត់ស្លាកែតក្រុងខេត្តបាត់ដំបងគឺតែងតែរតនាដង្ហែព្រះបរមសារីរិកធាតុដង្ហែផ្ការៀងរាល់ថ្ងៃ800ថ្ងៃ1500ថ្ងៃ8កើតនិងថ្ងៃ15កើតវត្តសវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតក្រុងខេត្តបាត់ដំបងបងប្អូនអ្នកទេសនាទាំងអស់គ្នានៅខាងក្រៅប្រសង់ហ្នឹងគឺមហាកុដដែលមានដែលកំពុងសាងសង់ដែលមានកម្ពស់3ជាន់បណ្ដោយ30ម៉ែត្រទៅទឹក18ម៉ែត្រកំពុងធ្វើការសាងសង់កុដនេះគឺសម្រាប់ប្រគេនចំពោះប្រសង់គ្រប់អង្គដែលនិមន្តឲ្យបងប្អូនបានទេសនាអញ្ចឹងណាសូមរីករាយជ្រះថ្លាអនុមោទនាជួយចូលរួមកសាងកុដទាំងអស់គ្នាណាបងប្អូនដើម្បីប្រយោជន៍រួមដល់សាមណសិស្សប្រសង់គ្រប់អង្គមកគង់ស្នាក់នៅបន្តការសិក្សារៀនសូត្រនៅទីនេះប្រមាណ700អង្គសូមអនុមោទនារួមទាំងពុទ្ធបរិស័ទទាំងអស់គ្នាសូមឲ្យបានជាចំណែកបុណ្យដល់ពុទ្ធបរិស័ទបងប្អូនអ្នកទេសនាទាំងអស់គ្នាដែរណាសូមអនុមោទនាបុណ្យនេះជាសំណង់មហាកុដដ៏ធំកំពុងធ្វើការសាងសង់ហើយត្រូវការថវិកាជាច្រើនដើម្បីបន្តការសាងសង់សូមសទ្ធាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់សូមមេត្តាជួយជ្រះថ្លាចូលរួមសម្រាប់ការកសាងមហាកុដនេះដែលមានបណ្ដោយ30ម៉ែត្រទៅទឹក18ម៉ែត្រនិងកម្ពស់3ជាន់កំពុងត្រូវការថវិការបស់ពុទ្ធបរិស័ទជាច្រើនដើម្បីចូលរួមជួយសូមអនុមោទនានេះជាមហាកុដដើម្បីកសាងឡើងប្រកេនចំពោះព្រះសង្ឃសាវកមកសិក្សារៀនសូត្រនៅទីនេះប្រមាណ700អង្គដោយបងប្អូនមកទេសនាមិញណាកុំភ្លេចចូលរួមទាំងអស់គ្នាសូមអនុមោទនា